ថ្ងៃនេះយើងមករៀនធ្វើម្ហូបឆាសៀងជាមួយសាច់ជ្រូកទាំងអស់គ្នាជាដំបូងយើងមានសាច់ជ្រូកជាមួយនឹងខ្ទឹមសម្ទេសយើងកច្រាំវាចូលគ្នាហើយដាំខ្ទះឲ្យក្តៅហើយចាក់ខ្លាញ់ចូលនៅពេលដែលខ្លាញ់វាក្តៅយើងដាក់ម្ទេសហើយខ្ទឹមសដែលយើងបានហាន់នឹងដាក់ប្រឡេងជាមួយខ្លាញ់នឹងឲ្យវាក្លោយតិចនៅពេលខ្ទឹមសនិងម្ទេសរៀងក្លោយតិចហើយយើងដាក់សាច់ជ្រូកដែលយើងបានកច្រាំនឹងចូលហើយត្រឡប់កូរវាឲ្យសព្វជាមួយនឹងខ្ទឹមសហ្នឹងឲ្យវាក្តៅឆ្អិនប្រហែលជា50%យើងប្រឡេងវាឲ្យឆ្អិនប្រហែលជា50%យើងដាក់ស្ករសបានល្មមហើយជាមួយនឹងប៊ីចេងមកល្មមមកសមរម្យថាឆ្ងាញ់នៅពេលយើងដាក់ស្ករសជាមួយប៊ីចេងហើយយើងដាក់ជាមួយនឹងទឹកប្រេងខ្យងដាក់ទឹកប្រេងខ្យងមកបន្តិចដាក់ចូលទៅក្នុងហ្នឹងបន្ទាប់ដាក់ទឹកប្រេងខ្យងហើយយើងចាក់ទឹកត្រីចូលដាក់ទឹកត្រីមកល្មមមកត្រូវមាត់បងប្អូនអស់គ្នាចាក់ទឹកត្រីចូលនៅពេលចាក់ទឹកត្រីចូលរួចអស់យើងត្រឡប់វាកវឹកវាឲ្យសព្វជាមួយនឹងគ្រឿងយើងបានដាក់មិញហ្នឹងយើងក៏នេះវាឲ្យសព្វឲ្យចូលជាតិដាក់វាឲ្យវាចូលជាតិហើយយើងដាក់ប្រហែលជា80%ឆ្អិននៅពេលដែលយើងកវឹកវាចូលជាតិចូលគ្នាអស់យើងចាក់ប្រហែលជា80%ឆ្អិនយើងចាក់សៀងចូលចាក់សៀងចូលក្នុងហ្នឹងហើយត្រឡប់វាឲ្យវាចូលជាតិជាមួយសាច់ជ្រូកនៅពេលដែលយើងគិតថាវាឆ្អិន100%យើងដាក់ស្លឹកជីចូលហើយយើងប្រឡេងវាកូរវាឲ្យសព្វជាតិហ្នឹងតមករួចរាល់ហើយឆ្អិនហើយម្ហូបរបស់យើងគឺឆ្អិន100%ហើយក៏យើងដួសដាក់ចានហើយយើងដោះបាយដីមកហើយនេះមុខម្ហូបយើងបានឆ្អិន100%មានតសក់មានអីហ្នឹងធ្វើជាម្លក់វាហើយនេះម្ហូបរបស់យើង